សួស្តីជំរាបសួរបងប្អូនទាំងអស់គ្នាព្រឹកនេះថ្ងៃទី12ខែ11 2025ចំពោះពុកម៉ែបងប្អូនដែលចង់លក់ដលងក្រៀមតិចច្រើនអាចយកមកលក់ស្តង់ដំឡូងម៉ាក់លីហេងបានទីតាំងរបស់ម៉ាក់លីហេងគឺនៅក្នុងភូមិកញ្ចាន់រុនស្រុកវ៉ារិនឃុំប្រាសាទពុកម៉ែបងប្អូនហើយតម្លៃទិញទៅតាមប្រភេទដលងពុកម៉ែបងប្អូនតម្លៃពេញ530ពុកម៉ែបងប្អូនមានអាចដឹកយកមកបានហើយចំពោះពុកម៉ែបងប្អូនលើលៀនត្រូវការកាត់10 20 30តោនបងប្អូនអាចកាត់ឲ្យម៉ាក់លីហេងបានដូចគ្នាដោយសារថ្ងៃនេះគឺឡានតនេឡានគឺតនេនៅផ្ទះតម្ដងពុកម៉ែបងប្អូនចំនួន2គ្រឿងពុកម៉ែបងប្អូនត្រូវការកាត់ហាវបានសំខាន់គឺឡើងតលងហើយចាយលុយពុកម៉ែបងប្អូនបងប្អូនដែលនៅក្នុងស្រុកវ៉ារិនអាចហៅម៉ាក់លីហេងកាត់បានគ្រប់កន្លែងតែម្ដងលើកលែងតែដលងនៅខាងឆ្ងាយហ្នឹងគឺម៉ាក់លីហេងអត់បានទៅយកទេបើតិចពេកតែបើចំនួន1ឡានស្រាប់គឺទៅយកបងប្អូនឃើញហើយឈរទុកតនេព្រោះមួយរយៈនេះបងប្អូនដេញស្រាប់ឲ្យយើងអត់សូវមានអីវ៉ាន់ដឹកទេព្រោះអីពុកម៉ែបងប្អូនរវល់ច្រូតស្រូវអត់សូវមានពុកម៉ែបងប្អូនធ្វើជាដលងមីទេនឹងអាឡ័យរវល់ជាប់ច្រូតស្រូវថោកថ្លៃត្រូវតែច្រូតអ្នកខ្លះច្រូតហើយក៏ទុកហូបខ្លះលក់ខ្លះចាហើយគឺនៅតែមិនទាន់មានដល់ដលងច្រើនទេបើចំពោះស្រូវក៏ម៉ាក់លីហេងទិញដូចគ្នាស្រូវចាស់ស្រូវថ្មីទទួលទិញដូចគ្នាស្រូវថ្មីប្រភេទចាប់ឆាយទុំដាច់ហើយស្ងួតល្អបងប្អូនហាលក្របម៉ាក់លីហេងទិញ600ស្រូវចាស់ក៏600ប្រភេទចាប់ឆាយប៉ុន្តែសំខាន់ពួកម៉ែបងប្អូនត្រូវតែហាលក្របឲ្យស្ងួតចាំយកមកលក់ព្រោះម៉ាក់លីហេងទិញស្រូវថ្មីឆាំទៅលើគឺអត់ជាប់ទេបងប្អូនឆាំទៅគឺនៅក្របតន់ឆាំទៅគឺអត់ទាន់កិនអង្គចេញអត់ទាន់កិនអង្គបានណាបងប្អូនចឹងឲ្យសូមពុកម៉ែបងប្អូនជួយហាលក្របស្រូវឲ្យវាស្ងួតល្អដើម្បីចេញជាអង្គមកបានល្អបានខ្ញុំឆាំលក់ទៅលើបានចឹងបងប្អូនមានស្រូវក៏អាចយកមកលក់បានដែរស្តង់ដំឡូងម៉ាក់លីហេងនៅតែទទួលទិញធម្មតាទេសំខាន់គឺទិញតែប្រភេទស្រូវស្ងួតស្រូវសើមអត់ទិញទេបងប្អូនបងប្អូនសកម្មភាពចាប់ពីនិយាយទិញដលងទិញស្រូវរួចបងប្អូនឃើញហើយនិយាយរួមទៅគឺជីវិតបែបស្រុកស្រែតែម្ដងបងប្អូនមានអីត្រូវគិតវិញឆ្ងាយទេនេះមានទាសម្រាប់ហូបខ្លួនឯងទៅឥឡូវនេះគឺដល់ម៉ោងផឹកកាហ្វេតែមិនអោយមើលរូបទេរូបអត់អាវកាហ្វេពេលព្រឹក